រឿងភិក្ខុកោសំពីព្រះបរមសាស្តាទ្រង់ប្រារព្ធពួកភិក្ខុកោសំពីពួកភិក្ខុកោសំពីទាំងនោះគ្រាដើមគ្រាន់តែចោទគ្នាអំពីអាបត្តិតូចតាចប៉ុណ្ណោះឯងតែដល់ក្រោយមកក៏កើតមានការវិវាទឆ្លុះប្រកែកទាស់តែងគ្នាធំខ្លាំងឡើងទោះបីជាព្រះពុទ្ធអង្គទ្រង់ត្រាស់ហាម5យ៉ាងណាក៏ដោយក៏ពួកភិក្ខុទាំងនោះមិនព្រមធ្វើតាមព្រះឱវាទរបស់ព្រះអង្គឡើយបើយ៉ាងនេះហើយព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបច្បាស់ក្នុងព្រះតីថាប្រកាសជាមិនបានប្រយោជន៍ទៅព្រះអង្គស្ដេចយាងចេញឆ្ងាយពីពួកភិក្ខុទាំងនោះទៅគង់ចាំព្រះវស្សានៅក្នុងព្រៃរាខិតវ័នតែមួយព្រះអង្គឯងគត់ក្រោយមកពួកភិក្ខុកោសំពីទាំងនោះបានដឹងច្បាស់នៅទោសកំហុសរបស់ខ្លួនហើយក៏ចូលទៅរកព្រះអានន្ទថេរដើម្បីឲ្យព្រះអានន្ទជួយសុំខមាទោសនឹងព្រះអង្គហើយក្រាបថ្វាយបង្គំសុំឲ្យព្រះអង្គនិមន្តត្រឡប់មកវិញព្រះសាស្តាទ្រង់បានទទួលពាក្យសុំអារាធនារបស់ពួកភិក្ខុកោសំពីទាំងនេះហើយទើបស្ដេចយាងវិលត្រឡប់មករកភិក្ខុទាំងនោះវិញបានប្រទាននៅព្រះឱវាទដល់ពួកភិក្ខុកោសំពីទាំងនោះឲ្យមានការសាមគ្គីព្រមព្រៀងគ្នាចេះស្រឡាញ់គ្នាកុំឲ្យមានការឆ្លុះប្រកែកទាស់តែងគ្នាឯងតទៅទៀតដោយព្រះធម្មីកថាទីឃាវុត្តជាដកហើយព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាបរេចនៈវិជានន្តិមយៈមេថេយមេមសេយេចតដ្ឋវិជានន្តិតតោសមន្តិមេធគាពួកជនដតីទៀតមិនដឹងច្បាស់ថាពួកយើងទាំងអស់គ្នាកំពុងតែត្រដាបត្រដួសនៅក្នុងទីប្រជុំសង្ឃនេះឯជនទាំងឡាយណានៅក្នុងទីប្រជុំសង្ឃនោះដឹងច្បាស់យ៉ាងនោះសេចក្តីវិវាទទាស់តែងគ្នានឹងស្ងប់រងាប់បានព្រោះពួកជនទាំងនោះក្នុងការជាប់គាថាភិក្ខុដែលមកប្រជុំគ្នានោះបានតាំងនៅក្នុងអរិយផលទាំងឡាយមានសោតាបត្តផលជាដើមព្រះធម៌ទេសនាមានប្រយោជន៍ដល់ជនជាច្រើនអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រទី117ដល់100ទី42នៃព្រះសុត្តនបីដកលេខ52ទំព័រ22ចប់សូមអនុមោទនា